រឿងកំពុងផ្ទុះនៅខេត្តត្បូងឃ្មុំអ្នកគ្រូបង្រៀនថ្នាក់មត្តេយ្យម្នាក់លួចតាក់ទងប្តីគេប្រពន្ធគេតាមទាន់ចាប់បានធ្លាប់ហៅធ្វើកិច្ចសន្យាថាឈប់តាក់ទងម្ដងរួចទៅហើយតែអ្នកគ្រូនៅតែហ៊ានបំពេញកិច្ចសន្យាហើយបន្តតាក់ទងប្តីគេដឹកគ្នាឡើងផ្ទះសំណាក់ប្រពន្ធដើមចាប់បានជាហោហែចុងក្រោយអ្នកគ្រូបែរជាប្តឹងប្រពន្ធដើមឲ្យចូលគុកបានសម្រេចទៀតផងបងប្អូនទូរទស្សនិកជនប្រហែលជាចង់ដឹងហើយថាមូលហេតុអ្វីបានជាអ្នកគ្រូដែលជាអ្នកលួចតាក់ទងប្តីគេហើយបែរជាមានអធិភាពខ្ពស់ក្នុងការប្តឹងប្រពន្ធដើមឲ្យចូលគុកបានទៀតតោះទៅតាមដានទស្សនាកិច្ចសម្ភាសទាំងអស់គ្នាតែសូមរំលឹកថានេះគឺជារឿងបុគ្គលក្នុងនាមជាអ្នកសារព័ត៌មានសូមអរលំទោនគោរពឲ្យតម្លៃទៅដល់លោកគ្រូអ្នកគ្រូដែលមានសិលធម៌ល្អទាំងអស់នៅក្នុងប្រទេសកម្ពុជាហើយសូមគូបញ្ជាក់ថាគ្មានចេតនាណាមួយធ្វើឲ្យប៉ះពាល់ដល់តម្លៃកិត្តិយសលោកគ្រូអ្នកគ្រូដតីដែលល្អៗនោះឡើយមានឈ្មោះដែរបងស្រីខ្ញុំឈ្មោះឆៅស្រីម៉ៃឆៅស្រីម៉ៃចាណាហើយបងប្រុសឈ្មោះដែរតារានេះហើយមិនជាមួយលោកឪពុកទេដែរកើតហេតុតែជាកូនកើតចូលរួមសោកស្ដាយតែឪពុកចិត្តល្អឲ្យម្ដាយជាប់គុកណាហ្នឹងហើយបងស្រីជាមួយដែរខ្ញុំឆៅសុភ័ក្រត្រូវជាបងបងប្អូនស្រីទៅចាប់គុកហ្នឹងត្រូវជាបងប្អូនស្រីចាប់គុកហ្នឹងឥឡូវយើងសួរដំណើររឿងមួយណាបងអូនសុំនិយាយអ្វីដែលជាការពិតកុំប្រឌិតណាយើងនិយាយត្រូវទទួលខុសត្រូវជាមួយមុខច្បាប់ណាអ្វីដែលពិតយើងនិយាយអ្វីដែលពិតយើងចោលអញ្ចឹងច្បាប់មិនចេះតែចាប់មនុស្សដាក់គុកដល់អត់មានមូលហេតុទេបើមិនចេះតែចាប់ហ្នឹងគឺគុកខែត្បូងឃ្មុំនេះគឺជាអៀតឲ្យអ្នកកន្លែងដែរងាកភ្លឺជាប់គុកហ្នឹងអូចាប់ហើយខ្ញុំនៅភូមិចាស់ធំឃុំចុងជាស្រុកដំបែខេត្តត្បូងឃ្មុំនៅឃុំចុងជាស្រុកដំបែខេត្តត្បូងឃ្មុំចាបងស្រីខ្ញុំឈ្មោះឆៅធនណាមុនដំបូងជាមួយប្តីគាត់មានរឿងនៅកន្លែងណាដែរទើបឈានដល់ការគេចាប់ដាក់គុកហ្នឹងពេលដំបូងហ្នឹងរឿងដំបូងគឺគាត់មានបញ្ហានៅខេត្តកំពង់ចាមដោយសារគាត់ពេលដែលគាត់ទៅហ្នឹងគឺឃើញប្តីចេញពីទស្សនៈឃើញប្តីរបស់ខ្លួនឯងចេញពីទស្សនៈចេញជាមួយពីណាជាមួយអ្នកគ្រូដែលជាសាយស្មានគាត់ជាមួយអ្នកគ្រូអីគ្រូខ្មៅទៅគ្រូអាចារ្យគ្រូអីគ្រូមតីចុយគ្រូរៀនដល់ចេះដឹងអីទៅបាទគ្រូមតីរៀនដល់ចេះដឹងជាដាក់ដឹកនាំមកគេមិនក៏ទៅមានសហាយស្មន់ជាមួយប្តីគេលោកហើយដល់ពេលដែលឃើញទៅខាងប្រពន្ធហ្នឹងក៏ហៅខាងស្រីហ្នឹងមកនិយាយគ្នាចង់ហៅទាំងខាងស្រីខាងប្រុសតែខាងប្រុសហ្នឹងក៏ព្រមដល់ចឹងខាងស្រីចូលមកនៅក្នុងឡានខាងប្រុសហ្នឹងថាអញបើកបុកឲ្យងាត់ទាំងអស់គ្នាហ្នឹងដល់ពេលខាងភាគីខ្ញុំភ័យពេកក៏បើកឡានរត់ចេញគាត់អញ្ចឹងខ្លួនឯងជាប្តីថោកទៀតហ្នឹងតែមានស្រីហើយនៅគម្រាមមកបុកសម្រាប់ប្រពន្ធក្នុងគ្រួសារទៀតដល់ពេលរួចទៅនៅដល់កន្លែងតាមផ្លូវធំមកដល់ហ្នឹងបងស្រីខ្ញុំឃើញផ្លូវឆ្លាស់ហ្នឹងក៏ដាក់ម្នាក់ស្រីហ្នឹងចុះមកនិយាយគ្នាដល់ពេលមកនិយាយគ្នាទៅបងស្រីខ្ញុំក៏យំនិយាយបែបរបៀបថាយើងគេមហេតុអីបានយើងស្រីដូចគ្នាមិនយល់ចិត្តគ្នាអញ្ចឹងណាបងស្រីដែរជាភរិយាដើមបាននិយាយជាមួយអ្នកគ្រូមតីដែលយកប្តីគេហ្នឹងណានិយាយថាម៉េចខ្លះថាហេតុអីបានស្រីដូចគ្នាអត់យល់ចិត្តគ្នាអញ្ចឹងហើយអ្នកគ្រូប្រាប់ខ្ញុំថាឈប់ហើយមិនក៏អ្នកគ្រូនៅតាក់ទងទៀតដល់ពេលធ្វើទៅអ្នកគ្រូហ្នឹងគាត់ថាគាត់ស្រឡាញ់ប្តីគេគាត់ថាគាត់ស្រឡាញ់ដល់ពេលថាគាត់ស្រឡាញ់ទៅពេលហ្នឹងក៏និយាយបានពី3ម៉ាត់ទៅអាខាងប្តីហ្នឹងទេមកយើងរហូតថាឲ្យយកម្នាក់ស្រីហ្នឹងទៅឲ្យគេវិញដល់ពេលយើងយកម្នាក់ស្រីមកនិយាយគ្នាយើងមានបានប្រើហិង្សាទៅលើអ្នកគ្រូមតីហ្នឹងដែរបងស្រីខ្ញុំបានប្រើហិង្សាអត់បានទេហ្នឹងជាលើកទី1ដែលទាន់យើងបងស្រីធនណាហ្នឹងបានបញ្ជាក់ថាយើងជាស្រីដូចគ្នាហេតុអីអត់យល់ចិត្តគ្នាហេតុអីក៏យកប្តីខ្ញុំចឹងដែរបាទថែមទៀតមកបន្តមកទៀតបងស្រីខ្ញុំហ្នឹងក៏ឲ្យអវ៉ៃវ៉ាន់គាត់ទៅផ្ទះវិញម្នាក់ហ្នឹងគេទៅជួបគ្នាទៅរឿងក៏ចប់ត្រឹមហ្នឹងដែររយៈពេលប្រហែលខែប្រហែលថ្ងៃទៀតរឿងហ្នឹងកាលពីខែ10តាំងពីអំទូកំពង់ចាមហ៎ថ្ងៃមុនអំទូមុនអំទូនៅខេត្តកំពង់ចាមយើងអញ្ចឹងយើងតអ្នកគ្រូមកទៅហ្នឹងជាមួយប្តីគាត់ជាមួយប្តីរបស់បងធនណាហ្នឹងបានចេញពីទស្សនៈជាមួយគ្នាយើងក៏បានមកហៅសួរណែនាំដើម្បីឲ្យគាត់បញ្ចប់នៃការតាក់ទងគ្នាទៅមិនអញ្ចឹងណាដល់ពេលរឿងហ្នឹងរួចទៅបាន3ថ្ងៃអ្នកគ្រូហ្នឹងក៏ពិភាក្សាមួយប្តីរបស់បងស្រីខ្ញុំហ្នឹងមកថាយើងនឹងមកធ្វើកិច្ចសន្យាទៅគេឈប់តាក់ទងគ្នាហើយប្តីហ្នឹងថាសុំយកប្រពន្ធវិញហើយប្រពន្ធក៏គាត់ថាទៅអាណិតកូនយើងក៏ជាគ្នាទៅបងប្រហែលអ្នកដែរបងកូន4ស្រី1ប្រុស3កូនទៅអាយុ4ឆ្នាំ2នាក់អ្នកប្រុសឈ្មោះអីដែរបងប្រុសម្នាក់ប្រុសប្តីមែនបងប្តីឈ្មោះសៀងហួនអញ្ចឹងលោកសៀងហួនហ្នឹងក្រោយពីប្រពន្ធចាប់បានមានស្នេហាជាមួយអ្នកគ្រូមតីរយៈពេល3ថ្ងៃបានមកសង្ភរយាត្រូវនៅគ្នាវិញធ្វើកិច្ចសន្យាខ្ញុំឃើញមានកិច្ចសន្យាដែរមែនទេមានកិច្ចសន្យាទៀតណែបងប្រិយមិត្តទូរទស្សន៍លោកហួននេះជាមួយអ្នកគ្រូមតីបានធ្វើកិច្ចសន្យាដែលឈប់តាក់ទងគ្នាហើយណាបន្ទាប់ពីធ្វើកិច្ចសន្យាហើយតើខាងចៅធនាហ្នឹងបានឲ្យប្តីមកចូលផ្ទះជួយវិញចូលតាមណាឥឡូវមិនក៏យើងព្រមជាគ្នាហ្នឹងហើយព្រមធ្វើកិច្ចសន្យាដែលឈប់តាក់ទងហើយអត់បានមកចូលផ្ទះហើយមិនបានកើតជារឿងចំនួននឹងបន្តទៀតហើយទៅស្រាប់តែបន្តពីធ្វើកិច្ចសន្យានឹងរួចបានប្រហែលជា4-10ថ្ងៃស្រាប់តែលេចលឺថាគាត់ទៅនៅបន្ទប់ជួលរបស់ម្នាក់ស្រីហ្នឹងលេចលឺថាលោកហួនហ្នឹងទៅនៅណាលោកហួននេះចាលោកហួននេះទៅនៅនេះអ្នកគ្រូដីអញ្ចឹងរយៈពេលដែលបានធ្វើព្រឹត្តមេដៃព្រឹត្តមេជើងហ្នឹងតែឈប់តាក់ទងគ្នាហើយបែរជានៅប្រពន្ធនឹងដែរចាចុះយ៉ាងម៉េចទៅមានប្រពន្ធមានកូនអីដល់3 4នាក់ហើយមានមុខរបរហើយទៅអ្នកគ្រូហ្នឹងក៏វាអញ្ចឹងទៀតក៏វាអះហើយគេមានប្តីមានប្រពន្ធតាក់ទងធ្វើកិច្ចសន្យាហើយតាក់ទងប្តីគេទៀតឥឡូវក្រោយពីតាក់ទងហ្នឹងប្រពន្ធដើមដឹងទៅធ្វើមិនគាត់ធ្វើមិនប្រពន្ធដើមដឹងហ្នឹងក៏គាត់ថាពេលហ្នឹងគាត់ដាក់ពាក្យលែងលះប្តីហើយតែវាអត់តមកផ្ដិតមេដៃគាត់ថាបើសិនជាចង់ឲ្យគាត់ផ្ដិតមេដៃទៅរកផោះតាងឲ្យគាត់នៅលើក្រែមួយម្នាក់ស្រីហ្នឹងមកគាត់ផ្ដិតមេដៃលែងលះយើងគាត់ព្រមផ្ដិតមេដៃលែងលះដល់ពេលបងខ្ញុំថាអាកាសល្អហើយព្រោះគេនៅបន្ទប់ជាមួយគ្នាយើងនាំគ្នាទៅថតរូបដល់ពេលទៅដល់ខ្ញុំទាញទូរស័ព្ទថតរូបគាត់ក៏ឆាក់គាត់មកវាយខ្ញុំយកទូរស័ព្ទហ្នឹងគាត់យើងទៅហ្នឹងក្នុងនាមជាបងប្អូនបង្កើតទៅក្នុងចេតនាណាឯងក្នុងបងប្អូនបង្កើតខ្ញុំទៅថតចេតនាអីចេតនាជួយបងស្រីថតរូបមិនមានគុំនោះទៅវាយគេទេមែនទេយើងទៅសួរអត់ដល់ចានៅក្បែរគុកស្រាប់យើងមានបានវាយគេទេព
ពេលបតៃបតគ្នាដល់គេឃើញយើងថតដល់គេឃើញយើងថតគេស្ទុះមកបតៃបតយើង គេឃើញយើងថតដើម្បីផុសតាងបញ្ជាក់ឲ្យច្បាស់ថាពិតជានៅមួយស្រីមែនប៉ុន្តែភាគីខាងអ្នកគ្រូមកទៅហកមកវាយយើងមកហកមកវាយយើងត្រូវយើងអត់ត្រូវអូនខ្ញុំនេះអូត្រូវអូត្រូវភ្នែកនេះភ្នែកខាងទូណានេះណា ចានឹងប្រពន្ធដើម អូប្រពន្ធដើមគៀវភ្នែកจากជាប់ភ្នែកនេះនេះអូនេះកែងដៃក៏ត្រូវបងប្អូនប្រិមត្តជនមកប្រពន្ធដើមត្រូវគូកំណាន់ជាគ្រូមកទៅវាយជាប់ជើងជាប់ដៃក្លាញ់ហ្នឹងបងប្អូននេះអូនេះគ្រូមុខជាប់ទៀតទេមុខជាប់ទៀតទេមុខជាប់ចឹងបែកក្លាញ់ដែរបើឆ្ងល់ចុះយល់ខាងភាគីប្រពន្ធដើមត្រូវច្រើនចុះហេតុអីមិនគាត់ទៅជាខាងប្រពន្ធចង់ឲ្យសង្សារកំណាន់នឹងបាត់ដឹងប្រពន្ធដើមវិញគេថាយើងហ្នឹងទៅរំលោភនៅគេហដ្ឋានគេគេថានឹងផ្ទះជួលឬគាត់បន្ទប់ជួលហើយបន្ទប់ជួលធម្មតាបងប្អូនប្រិមត្តជនយើងទៅអីលោកបំពេញបែបម៉េចបើសិនជាយើងជាចោលលួចគេឆ្មាលួចស៊ីដីអាំងគេតាមទៅដល់កន្លែងមិនត្រូវហើយមានអីខុសបាទមិនផ្ទះសបែងយើងគេចូលទៅសម្លាប់អីយើងណាគេគាត់ទៅសួរយើងតែថតផតតាងយើងនៅបន្ទប់ជួលយើងលួចតាក់ទងប្តីគេមែនគេមានឯកសារត្រឹមត្រូវអ្នកឯងបានប្រាប់មានឯកទទួលស្គាល់ថាឈប់តាក់ទងប៉ុន្តែអ្នកឯងនៅតែរំលោភបំពានសិទ្ធិគេណាអញ្ចឹងអត់ត្រូវទេណាហើយយ៉ាងម៉េចបានខាងតុលាការខាងប៉ូលីសគេសម្រេចអើយមកអីឃុំខ្លួនចៅតាណាហ្នឹងតើបើមានរឿងហ្នឹងរួចខាងស្រីហ្នឹងគេយកទូរស័ព្ទយើងហ្នឹងទៅដាក់ពាក្យបណ្ដឹងនៅ PM ចាយកទូរស័ព្ទពាក្យបណ្ដឹងគេដាក់ថាម៉េចខ្លះគេដាក់យើងរំលោភលំនៅឋានហើយនឹងអំពើហិង្សាចារំលោភលំនៅឋាននិងអំពើហិង្សាឥឡូវចាយធនណាទៅណាហើយចាធនណាឥឡូវជាប់គុកហើយជាប់គុកបាត់ហើយជាប់គុកនឹងពីបាត់អីអំពើហិង្សាចូលពីបាត់អំពើហិង្សាឥឡូវជាប់គុកបាត់ហើយចូលយ៉ាបងប្អូនប្រិមត្តខេត្តត្បូងឃុំសុំតាសើបងអាដាមបាទសុំអាដាមប្រិមត្តមកខេត្តត្បូងឃុំខ្ញុំទៅថលបីយកសងសាយហ្មងបាទនៅចរោគាត់តែកម្មករកាច់ពោតតែទិញប្រៃជក់ចាប់ដាក់គុកបាទជាប់គុកកន្លះខែព្រោះតែសារព័ត៌មានផ្សាយរយយុទ្ធធម៌បានចេញពីគុកជាប់គុកកន្លះខែដោយមកគ្នាបាទនៅអូរនេះ6នាក់វាយម្នាក់រហូតដល់លូតកូនមកដល់ឥឡូវអត់មានយុទ្ធធម៌ស្ងាត់ជ្រាបឥឡូវនេះស្រាប់តែប្រពន្ធដើមទៅទាន់ប្រពន្ធចង់រួមរយៈមេត្រីភាពគ្នាស្រាប់តែប្រពន្ធចង់វាយប្រពន្ធដើមហើយបើប្តឹងប្រពន្ធដើមចាប់ដាក់គុកទៀតអីតឡាការពិតជាមានគេហៅថាភាពយុទ្ធធម៌សុំស្ពះលោកអើយអាដាមដិតអើយជួយមើលផងអាដាមបាខេតអីក៏មានភាពយុទ្ធធម៌ចំពោះប្រជាពលរដ្ឋដែរបាទ6នាក់វាយម្នាក់លូតកូនដល់មើលស្រាប់អាយកប្រៃគេអាយកអីគេទៅតាមទាន់3គេប្តឹងគេទៀតសុំទៅសើអីធ្វើឲ្យឥឡូវលូតតែប្រហែលអ្នកប្តឹងគេជាប់ប្តឹងគេទៀតជាប់បណ្ដឹងគាត់ខ្លួនដែរជាប់បាត់ហើយបាត់អីដែររួមកំណត់រួមទៅអីរួមកំណត់ត្រាទៅហិង្សាអេបើគឺមានអាយ៉ាក្បាលអាយ៉ាក្បោអីដែរអត់មានទេអត់មានទេចាចូលស្លាកស្នាមទូចបំផុតតែគេមិនបានមកចំណិតខ្ញុំនេះផងចុយឲ្យអត់មានស្លាកស្នាមអីផងគាត់គេទៅប៉ុណ្ណឹងបើអ្នកអាយកប្រៃគេមិនទៅរករឿងឯងហើយបានប្រដេដៃឯងកិច្ចសន្យាជាមួយគេឲ្យធ្វើចឹងលោកវិញក្រុមគ្រួសារក្រុមគ្រួសារបាទប្រពន្ធចង់ប្រឹងប្រពន្ធដើមចាប់គ្នាដាក់គុកឲ្យ2នាក់បងប្អូន4នាក់នេះហើយមានឈ្មោះជាប់គុកទៀតបងប្អូនប្រិមត្តជនសួរអារម្មណ៍កូនប្រុសបង្កើតរបស់លោកអីលើកផ្សេងខ្លួនអូនបានដែរមានសួរមួយបាទជាសួរក្នុងនាមខ្ញុំជាកូនជាកូនតើឪពុកធ្វើបែបនេះអានេះពូមិនប្រកាសបង្ខំទេណាបើមិនមានឪពុកក៏យើងមិនមានយើងថ្ងៃនេះដែរប៉ុន្តែនិយាយអ្វីជាការពិតតើលោកពុកធ្វើចេះស័ក្តិសមទៅពុកម្ដាយទេអត់សមទេពូអត់សមឥឡូវក្មួយគ្មានអ្វីសំណពោទៅដល់ឯកឧត្តមប្រធានតុលាការសាលាដំបងព្រមទាំងឯកឧត្តមអាខេត្តព្រមទាំងថ្នាក់ដឹកនាំជួយអន្តរាគមន៍ដោះលែងម្ដាយក្មួយបែបមិនដែរបាទក្នុងនាមខ្ញុំជាកូនខ្ញុំចង់ឲ្យគាត់ថ្នាក់ដឹកនាំបានឃើញបានលឺជួយដោះលែងមកអីមកវិញមកនេះស្អីនេះគាត់ដល់មិនដែរបានជួបទេតាមវាគាត់និយាយលឺនិយាយពីបេះដូងក្មួយហើយមកសម្ដេចលោកជួយភាពដៃគាត់យកភាពធម៌មកខ្ញុំផងភាសាគាត់មានកូនតូចកូនតាច្រើនទី1នៅបន្ទប់ធនាគារបន្ថែមទៀតបាទបើអត់គាត់ទៅខ្ញុំអត់មានអីលំពឹងអីទេបាទកូនទៅជឿទៀតអូឥឡូវក្មួយលើកម្រាមដៃ10សំពះដល់ការដឹកនាំឲ្យជួយអន្តរាគមន៍ព្រោះដោយសារអីម្ដាយក្មួយគឺជាប្រពន្ធដើមគ្រាន់តែទៅតាមទាន់ប្រពន្ធចង់សោះគ្រាន់តែមានចំនួនតិចចាប់ម្ដាយក្មួយដាក់គុកឥឡូវក្មួយសំពះសមអីសមក្មួយនិយាយពីការពិតបាទខ្ញុំសូមថ្នាក់ដឹកនាំគាត់បានឃើញទៅធរឲ្យគ្រួសារខ្ញុំផងបាទឥឡូវមួយណាឲ្យស្ដាប់បានឥឡូវបងអូនស្រីក្នុងនាមជាបងអូនស្រីបង្កើតហើយក៏ជាប់ឈ្មោះពីបុតគេហៅថាចូលរួមចំណែកទៅអំពើហិង្សាទៅលើគេដែលគេបានធ្វើឲ្យក្រុមគ្រួសាររបស់បងអូនមានចំនួនបែកបាក់គ្រួសារណាបន្សល់ទុកធនាគារឲ្យបងស្រីធ្វើណាហើយបន្សល់ទុកកូន4នាក់ហើយជាប់គុកទៀតឥឡូវបងអូនស្រីសុំនិយាយការពិតឲ្យបងអូនស្រីសំណពោទៅដល់ថ្នាក់ដឹកនាំឲ្យអន្តរាគមន៍ចំពោះរឿងនេះចាក្នុងនាមខ្ញុំជាប្អូនម្នាក់ជាម្ដាយម្នាក់ខ្ញុំសូមជាប់ពីបុតចូលហើយក៏ខ្ញុំជាមនុស្សម្នាក់ដែលជាប់នឹងករណីពាក់ព័ន្ធនឹងដែរខ្ញុំសូមស្នើសុំឲ្យថ្នាក់ដឹកនាំអ្នកធំទាំងអស់សូមពិចារណាលើរឿងនឹងឡើងវិញតើវាស័ក្តិសមដែរអត់បងស្រីខ្ញុំមានកូនក្នុងបន្ទប់មានបំណុលធនាគារបងស្រីខ្ញុំមិនស្លត្រង់ណាស្លត្រង់ណាបងគេយកប្តីហើយគឺអត់ដែរមានកម្លាំងប្រាប់ឲ្យអ្នកណាដឹងទេបងសុខចិត្តលាក់រត់ទៅនៅផ្ទះម៉ាក់វិញកូនរត់ទៅនៅផ្ទះម៉ាក់គេយកប្តីហើយតែនៅផ្ទះទេវិញកូនទៅនៅជាមួយម៉ែខ្ញុំមិនដែរបាននៅផ្ទះមិនដែរបានសុខស្រួលគេទេឥឡូវឲ្យបងស្រីខ្ញុំចាប់គុកទៀតខ្ញុំចង់សួរគាត់ថាគាត់ចង់សម្លាប់បងស្រីខ្ញុំទៅរស់អីឥឡូវខ្ញុំសួរបងឯងឲ្យគាត់ស្លាប់ទៅរស់គេយកប្តីហើយបំណុលគេយកប្តីយើងហើយយើងជាប់គុកហើយយើងទៅពាក់ធនាគារទៀតចាហើយសំខាន់គឺជាប់ដល់បងដល់ប្អូនគាត់ពិបាកចាប់ណាស់ទាំងយើងមិនបានទៅវាយគ្នាជាមួយគេសោះគាត់តែថតរូបភាពបញ្ជាក់ថាបងឯងបានធ្វើខុសព្រោះបងស្រីខ្ញុំចឹងមែនទេអាចដឹងថាព្រមទៅធ្វើការប្រាប់បិទដៃដោយសារយើងបានធ្វើកិច្ចសន្យាឲ្យព្រមព្រៀងថាមិនចាក់តោគ្នាហើយយើងបែរជាបំពេញចាក់តោគ្នារហូតដល់មានចំនួនក្នុងគ្រួសារបែកបាក់ចាណាចាវារឿងនេះវាជារឿងអាភិបអយុត្តិធម៌ណាបងប្អូនប្រិយមិត្តទូទៅទីគោរពមិនមែនគេថាទេអានេះគឺគាត់និយាយគាត់និយាយថាភាពអយុត្តិធម៌ណាបងប្អូនទាំងអស់គ្នាឥ
ឥឡូវក្នុងនាមបងស្រីក៏ជាបងស្រីហើយក៏ជាអ្នកជាប់បន្ទុកដល់ណាអញ្ចឹងសូមបងស្រីណាសំណពរដល់ដាក់ដឹកនាំអភិបាលគណៈអភិបាលខេត្តព្រមទាំងដាក់ដឹកនាំកម្ពុជាទាំងលើកព្រមទាំងអាដាមរាជអាជ្ញារបស់ខេត្តត្បូងឃ្មុំឲ្យលោកមានដំណោះស្រាយជួបក្រុមគ្រួសាររបស់បង ចាខ្ញុំសូមសំណូមពរដល់ថ្នាក់ដឹកនាំនៅខេត្តត្បូងឃ្មុំទាំងអស់ជួយស្រាវជ្រាវមើលរឿងនេះម្ដងទៀតហេតុអីបងខ្ញុំមានរឿងតែប៉ុណ្្នឹងសោះត្រូវបញ្ជូនបងខ្ញុំមកដាក់គុកបងខ្ញុំទាំងមានកូន4ក្នុងបន្ទប់ បាទ ហើយតែបំណុលធនាគាររាប់ម៉ឺនដុល្លារហើយឥឡូវនេះគ្នាទាំងប៉ុណ្្នឹងទៀតក្មេងប៉ុណ្្នឹងហើយគ្នាទៅរស់ស្អីហើយចាប់គ្នាមកដាក់គុកនេះរឿងតែប៉ុណ្្នឹងសោះ มันមានរបួសស្នាមរហូត3ក្បាល3បងអីទេ មិនមកខ្ញុំទេគេមិនទេជាដៃជាជើងគេអត់មានគេអីទេ យើងជាប្រពន្ធដើមហើយយើងគ្រាន់តែសួរនាំក៏មានការបតាយបន្តទិញទៅគេវាយយើងហើយគេចាប់យើងដាក់គុកទៀត ចាចាឥឡូវបងខ្ញុំចាប់មកនេះខ្ញុំនឹងចិត្តគុកនឹងស្រាប់បងប្អូនចាំមកបងខ្ញុំទៅគេចាប់មកយើងឲ្យយុតិធម៌ណាទាំងក្រុមគ្រួសារមិនមែនតែម្នាក់ទេ ហើយឥឡូវនេះឮថាព័ត៌មានបឋមពីបងបានបញ្ជាក់មកខាងថាប្រពន្ធតុលាការខេត្តត្បូងឃ្មុំនឹងធ្វើការសម្រេចចាប់ខ្លួនបងបន្តទៀតមែនទេ ចាបងប្អូនខ្ញុំគេចាប់ហើយខ្ញុំក៏មានជាមួយក្នុងនឹងដែរទាំងអស់គ្នា4នាក់ទៀតនៅ4នាក់ទៀតមិនមែនតែម្នាក់ទេ បាទ ដល់ចាំខ្ញុំសុំគណៈកំណត់ជួយមើលសុំចៅបង វាជារឿងមួយដែលមានភាពអយុត្តិធម៌ចំពោះប្រជាពលរដ្ឋដូចគ្នានៅក្នុងស្រុកអូរិអល់មានករណី6នាក់វាយម្នាក់រហូតដល់អាលូតកូនមិនមានការអនុវត្តដល់ទាន់ទៅលើ6នាក់ទេប៉ុន្តែសម្រាប់រឿងគ្រួសារមួយនេះវិញតែករណីស្ថិតនៅក្នុងខេត្តត្បូងឃ្មុំគឺក្រុមគ្រួសាររបស់គាត់ដែលបងស្រីរបស់គាត់ប្តីទៅមានស្រីបានធ្វើកិច្ចសន្យាព្រមព្រៀងថាឈប់លួចរយៈទៅមានស្រីហើយរហូតដល់ទៅប្រពន្ធតាមទាន់លើកទី2ក៏មានចំនួនបន្តបន្តិចតួចបែរជាខាងប្រពន្ធចង់ហើយតែស្រីកំណាន់វាយមកលើប្រពន្ធដើមរបួសស្នាមហើយបែរជាខាងប្រពន្ធចង់ហើយជាស្រីកំណាន់នោះដាក់ពាក្យប្តឹងប្រពន្ធដើមមិនដាល់ឲ្យសមត្ថកិច្ចយ៉ាងប្រព័ន្ធតុលាការចាប់ដាក់គុកភ្លាមដោយមិនទុកពេលវេលាឲ្យតតែសោះតាមការបញ្ជាក់បឋមនោះគឺចាប់បានតែប៉ុណ្ណាមកទេត្រូវបញ្ជូនមកគុកតែម្ដងតើរឿងនេះយុត្តិធម៌អយុត្តិធម៌យ៉ាងណាសូមមហាជននិងថ្នាក់ដឹកនាំនៃការទទួលទាននៅចំណុចនេះបាទ